មកបង្រៀនយើងតទៅជាមួយនឹង Python ទៀតហើយតទៅជាមួយនឹង XI បន្តណាអញ្ចឹងនៅពេលខ្ញុំថ្ងៃនេះខ្ញុំចង់ដូចជាចង់ទៅសេតទៅជាមួយនឹង true false ហ្នឹងឯងណានៅពេលដែល true false តើយើងធ្វើម៉េចកន្លែងហ្នឹងអញ្ចឹងនៅពេលនេះខ្ញុំចង់ print value ខ្ញុំ print value ខ្ញុំចង់ print value ទៅទៅមួយ comparison ណាឧទាហរណ៍គូបាយ100ណា100ឲ្យវាធំជាង200ណាមួយទៀតគឺ print value ទៀតណា print ទៀតទៅទៅជាមួយនឹងមកដល់10ទៅជាង20ណាអញ្ចឹងតួមកគូ print ទៀតទៅទៅជាមួយនឹងគូ print តម្លៃឧទាហរណ៍ថាឥឡូវ20វាត្រូវទៅជាង10ម្ដងអញ្ចឹងលក្ខខណ្ឌប៉ុណ្ណឹងណាលក្ខខណ្ឌប៉ុណ្ណឹងតើវាចែកមិននៅពេលដែលយើង run program ទៅគូចង់បង្ហាញលទ្ធផលតែ true false ទេកន្លែងហ្នឹងណាប៉ុន្តែក៏តេតទៅមួយ comparison ហ្នឹងគឺយើងត្រូវប្រៀបធៀបណាអញ្ចឹងក្នុង program កាលណាយើងសេអញ្ចឹងវាអាណាខុសវាឲ្យខុសអាណាត្រូវវាឲ្យត្រូវហើយយើងកុំបារម្ភទៀតឥឡូវវាចេះខ្ញុំទៅសេចេះវិញទៀម្ដងមកណាឥឡូវបើគូសេលក្ខខណ្ឌទី1មួយទៀតតេតទៅជាមួយនឹងឧទាហរណ៍ថាឥឡូវគឺវាយ300ណាអញ្ចឹងគឺវាយ300អញ្ចឹង300ឲ្យវាស្មើជាមួយនឹង500ពួកយើងគិតសម័យមើលថាតើ300អាចស្មើនឹង500អត់ណាយើងសម័យមើលតើ300អាចស្មើនឹង500អត់បន្តមកទៀតគូចង់ print មួយទៀតតទៅជាមួយនឹងអានឹងដដែលឥឡូវឧទាហរណ៍ឥឡូវ2000អញ្ចឹង2000វាអាចស្មើនឹង200អត់ហេចេះណា sorry អូខេឥឡូវបាយទេគូវាយតែ3នឹងបានហើយណាបើប៉ុន្តែគូចង់បោះអានេះបោះ command line មួយសិនមើលកុំឲ្យពួកយើងច្រឡំកុំឲ្យច្រឡំណាអញ្ចឹងកុំឲ្យច្រឡំគូបោះ command ចេះគូបោះ command ថា comparison ណាគូផ្សេង comparison compare អូខេ compare អូខេ compare comparison ណា comparison ការប្រៀបធៀបcomparison number ការប្រៀបធៀបចំនួនលេខណាការប្រៀបធៀបចំនួនលេខនៅពេលហ្នឹងឥឡូវយើងមើលមានអីកើតឡើងនៅពេលយើងការរ៉ាន់មើលវាមានន័យតែពីរទេទី1មាន true និង false true false បើសិនជាលក្ខខណ្ឌពិតវាចេញមក true លក្ខខណ្ឌមិនពិតគឺវាចេញមកគឺ false នឹងឯងណាអញ្ចឹងឥឡូវណាយើងមើលខ្ញុំពេលឲ្យគ្រូឲ្យ save មួយណាគ្រូ save មួយសិនដាក់អីក៏បានណាមកណានៅពេលគ្រូ save ហើយគ្រូចាប់ដើម run ឲ្យមើលណា run ឲ្យមើលពួកយើងមើលលទ្ធផលនេះ false នេះជា result មួយយើងគិតមើលពេលយើង print ណា comparison number នេះមានថា100វាមិនអាចធំជាង200ទេអញ្ចឹងប្រកាសជាចេញ false ហើយយល់ទេបន្តមកទៀត print 10វាទៅជាង20ដែរ10ដឹងតែទៅជាង20ហើយមិនអញ្ចឹងណា20នឹងធំជាង10ហើយនេះគេអញ្ចឹងណាអញ្ចឹងមានន័យថាលក្ខខណ្ឌហ្នឹងវា true វាពិតហើយហ៎ទូទៀតលក្ខខណ្ឌមួយទៀត20ទៅជាង10លក្ខខណ្ឌ false អូខេត្រូវណាអញ្ចឹងវាមានតែ true false ទេគូចង់បង្ហាញវីដេអូខ្លីៗហ្នឹងតែឲ្យពួកយើងដឹងថាអូគេអាចទៅស្អីតែមួយ comparison ទៅជាមួយនឹង command comparison number ហ្នឹងនៅពេលដែលយើងបញ្ជាក់វាថាអូ true false គេអាចនេះអញ្ចឹងបានណា program វាឲ្យយើងហើយហ្នឹងណាពេលហ្នឹងវា generate ឲ្យហើយណាអញ្ចឹងចេញខ្លីៗប៉ុណ្ណឹងហើយពួកយើងយកទៅមើលតិចទៅណាហើយតិចទៀតទៅយើងរួមតិចហ្នឹងដើម្បីបង្កើតជា project មួយឲ្យគេប្រាប់បានអញ្ចឹងប្រឹងមើលតិចតទៅជាមួយនឹង comparison តទៅមួយ generate import តទៅមួយ library តទៅជាមួយនឹង data type តទៅជាមួយនឹងmethod ផ្សេងៗ syntax ផ្សេងៗទៀតណាអញ្ចឹងគ្រូនឹងចេញវីដេអូបន្តទៀតដើម្បីឲ្យពួកយើងយល់កាន់តែច្បាស់ណាអញ្ចឹងប៉ុណ្ណឹងចុះថ្ងៃនេះ